សូមសម័យគិតថាតើមានកន្លែងណាដែលធ្លាប់មានមនុស្សរស់នៅណែនតាន់តាប់ជាងគេបំផុតនៅលើពិភពលោកប៉ុន្តែបច្ចុប្បន្នវាបានប្រែក្លាយទៅជាកោះខ្មោចដ៏ស្ងប់ស្ងាត់និងគួរឲ្យខ្លាចបំផុតទៅវិញនេះគឺជាកោះហាស៊ីម៉ាត្រូវបានគេស្គាល់ថាកាន់ជីកាន់ជីម៉ាកោះនេះវាចម្បាំងនៃប្រទេសជប៉ុនអតីតកាលទីនេះគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មានឥទ្ធិពលប៉ុន្តែនៅពីក្រោយភាពរុងរឿងនោះវាមានលាក់បាំងនៅរឿងរ៉ាវស្រមោលខ្មៅការធ្វើទរណកម្មនិងអាចកំបាំងដោយពិភពលោកមិនអាចបំភ្លេចបាននៅក្នុងវីដេអូនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាទៅជែកអំពីប្រវត្តិដ៏ជូរចត់និងការដួលរលំនៃកោះចម្លែកមួយនេះរឿងរ៉ាវបានចាប់ផ្ដើមឡើងចុងសតវត្សទី19នៅពេលដែលគេបានរកឃើញរ៉ែធ្យូងថ្មដ៏ច្រើនស្ថិតសន្ធាប់នៅក្រោមបាតសមុទ្រនៃកោះនេះភ្លាមនោះក្រុមហ៊ុនយក្ស Mitsubishi បានទិញកោះនេះក្នុងឆ្នាំ1890ដើម្បីចាប់ផ្ដើមគម្រោងឧស្សាហកម្មខ្នាតយក្សដើម្បីការពារកម្មករពីខ្យល់ព្យុះទីហ្វុងដ៏សាហាវក្រុមហ៊ុនបានសាងសង់ជញ្ជាំងបេតុងដ៏ក្រាស់និងអគារខ្ពស់ៗជុំវិញកោះមកពីចម្ងាយវាដូចជានាវាចម្បាំងជើងទឹកដ៏ធំទើបគេហៅវាថាកាន់ជីម៉ានៅដើមទសវត្សរ៍ឆ្នាំ1950កោះដែលមានប្រវែងត្រឹមតែ480ម៉ែត្រនិងទទឹង150ម៉ែត្រនេះមានមនុស្សរស់នៅជាង5000នាក់បើប្រៀបធៀបដង់ស៊ីតេប្រជាជនវាមានចំនួនច្រើនជាងទីក្រុងតូក្យូនាពេលបច្ចុប្បន្នទៅទៀតទីនេះមានទាំងសាលារៀនមន្ទីរពេទ្យហាងទំនិញភាពយន្តនិងក្លឹបកម្សាន្តវាដូចជាទីក្រុងទំនើបមួយដែលអណ្ដែតលើទឹកប៉ុន្តែនៅពីក្រោយពន្លឺភ្លើងនិងភាពស៊ីវិល័យកោះហាស៊ីម៉ាមានឈ្មោះម្យ៉ាងដែលគេលួចហៅគឺកោះនរកក្នុងកំឡុងសង្គ្រាមលោកលើកទី2ចន្លោះឆ្នាំ1930ដល់ឆ្នាំ1945ប្រទេសជប៉ុនបានបង្ខំកម្លាំងពលកម្មជនជាតិកូរ៉េរាប់ពាន់នាក់និងអ្នកទោសសង្គ្រាមជនជាតិចិនឲ្យមកធ្វើការនៅទីនេះដោយខុសច្បាប់ពួកគេត្រូវបង្ខំចិត្តចុះទៅជីករ៉ែធ្យូងថ្មនៅក្រោមបាតសមុទ្រជម្រៅរហូតដល់1000ម៉ែត្រក្នុងលក្ខខណ្ឌសីតុណ្ហភាពក្តៅហប់គ្មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់និងគ្រោះថ្នាក់បាក់រូងរាយជាប្រចាំមនុស្សរាប់រយនាក់បានស្លាប់ដោយសារការធ្វើហួសកម្លាំងជំងឺដង្កាត់និងការធ្វើទរណកម្មអ្នកខ្លះបានព្យាយាមហែលទឹកចាក់ចេញពីកោះប៉ុន្តែត្រូវលង់ទឹកស្លាប់កណ្ដាលសមុទ្រយ៉ាងអណោចអធមអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរនៅទសវត្សរ៍ឆ្នាំ1970នៅពេលដែលពិភពលោកលែងសូវប្រើប្រាស់ធ្យូងថ្មហើយបដូរមកប្រើប្រាស់ប្រេងកាតវិញអាជីវកម្មរ៉ែនៅលើកោះចាប់ផ្ដើមខាតបង់នៅខែមករាឆ្នាំ1974ក្រុមហ៊ុន Mitsubishi បានប្រកាសបិទរំដងរ៉ែជាផ្លូវការអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺប្រជាជនទាំងអស់ត្រូវបង្ខំឲ្យចាក់ចេញពីកោះនេះក្នុងរយៈពេលដ៏ខ្លីបំផុតត្រឹមតែប្រមាណខែប៉ុណ្ណោះកោះដ៏អ៊ូអរមួយនេះបានប្រែក្លាយទៅទេស្អាតមានមនុស្សរស់នៅសំបីម្នាក់ប្រជាជនជាច្រើនបានបន្សល់ទុកនៅសម្ភារៈប្រើប្រាស់ជាប្រចាំព្រោះពួកគេមិនបានដឹកជញ្ជូនទាន់ពេលកោះហាស៊ីម៉ាក៏បានប្រែក្លាយជាកោះខ្មោចចាប់តាំងពីពេលនោះមកដោយទុកឲ្យធម្មជាតិនិងពេលវេលាជាអ្នកបន្ទាប់ពីត្រូវបានបិទជិតអស់រយៈពេលជាង3ទសវត្សរ៍ក្នុងឆ្នាំ2009ជប៉ុនបានបើកទ្វារកោះនេះឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរអ្វីដែលកាន់តែពិសេសនោះគឺនៅក្នុងឆ្នាំ2015អង្គការ UNESCO បានចុះបញ្ជីកោះហាស៊ីម៉ាទៅជាបេតិកភណ្ឌពិភពលោកដែលតំណាងឲ្យបដិវត្តន៍ឧស្សាហកម្មជប៉ុនទោះបីជាមានការតវ៉ាយ៉ាងខ្លាំងពីប្រទេសកូរ៉េខាងត្បូងជុំវិញប្រវត្តិសាស្ត្រពលកម្មដោយបង្ខំក៏ដោយបច្ចុប្បន្ននេះទីនេះក៏ជាទីតាំងដ៏ល្បីល្បាញសម្រាប់ការថតភាពយន្ត Hollywood និងហ្គេមល្បីៗផងដែរក៏ហាស៊ីម៉ាមិនត្រឹមតែជាកន្លែងបាក់បែកដ៏គួរខ្លាចនោះទេប៉ុន្តែវាគឺជាវិមានប្រវត្តិសាស្ត្រដែលរំលឹកយើងអំពីភាពជឿនលឿននៃឧស្សាហកម្មនិងតម្លៃដ៏ខ្ពស់ដែលតើអ្នកទាំងអស់គ្នាហ៊ានទៅដើរលេងនៅលើកោះខ្
ខ្មោចដ៏ឯកាមួយនេះដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមបើសិនជាចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយចុច like share និង subscribe សូមអរគុណនិងសូមជម្រាបលា